ត្រៀបទៅដើរលេងនៅខេត្តសៀមរាបចំនួន3ថ្ងៃ2យប់ហើយចេញដំណើរតាំងពីម៉ោង5កន្លះយប់ចេញមកដើម្បីទៅខេត្តបាត់ដំបងមុនសិនហើយឥឡូវក៏មេឃភ្លឺដែរមេឃភ្លឺអញ្ចឹងក៏នាំគ្នាហៅអីញ៉ាំមកហើយក៏មកដល់កន្លែងក្រុងលួងហ្នឹងក៏ញ៉ាំអីនៅខាងក្រុងលួងហ្នឹងតែម្ដងហើយឥឡូវហ្នឹងពងរៀបចំចូលទៅញ៉ាំអីនៅក្នុងហាងនិយាយទៅហាងហ្នឹងគឺយើងចូលមុនគេតែម៉ោង8ទុំតែម៉ោងប្រហែលជាខ្ទង់6កន្លះអីហ្នឹងយើងញ៉ាំមកហើយបើនិយាយពីកូនបើគេនៅស្ងាត់ឡើយអ្នកងុយគេងតែដល់ពេលគេញ៉ាំអីហើយគេស្រស់ស្រាយសប្បាយធម្មតាឥឡូវនេះពងឈរឲ្យស្រក់ពោះបន្តិចហើយក៏ចេញដំណើរទៅបន្តទៀតទៅខាងខេត្តបាត់ដំបងហើយទៅបាត់ដំបងហ្នឹងគឺត្រូវមានការងារភាសាបានទៅបាត់ដំបងសិនហើយឥឡូវហ្នឹងពងតែចង់សម្រាប់សម្រួលដៃសម្រួលជើងចូលបន្ទប់ទឹកនៅក្រាសាំងនេះសិនដើម្បីកុំឲ្យអង្គុយយូរពេកស្ពឹកដៃស្ពឹកជើងណាឈប់បានបន្តិចក៏ចេញដំណើរទៅបន្តទៀតហើយឥឡូវនេះគេកូនបើគឺពងញ៉ាំនំចេកនេះគេឆ្ងាញ់គេញ៉ាំហើយគេឆ្ងាញ់គេញ៉ាំម្ដងតិចម្ដងតិចហ្នឹងហើយញ៉ាំបណ្ដាមើលទេសភាពបណ្ដាហើយឥឡូវហ្នឹងក៏មកដល់ក្រុងបាត់ដំបងខេត្តបាត់ដំបងហើយមកដល់ខេត្តហ្នឹងត្រូវថតរូបតាដំបងញូងនឹងមកដែរព្រោះដើម្បីជានិមិត្តសញ្ញាដែរថាមកដល់ខេត្តបាត់ដំបងអញ្ចឹងណាដល់ហើយក៏ត្រូវយកឡានមកសាកថ្មសិនព្រោះវានៅសល់តិចដែរហើយកន្លែងសាកថ្មហ្នឹងគឺមានហាងបាយនៅកន្លែងហ្នឹងណាគេមានកន្លែងទឹកត្រីនេះយកឲ្យក្មេងៗមកអង្គុយមើលត្រីមើលអីនៅក្នុងនឹងព្រួយចាំហ្នឹងក៏ខ្ទង់ជាងកន្លះម៉ោងជាងដែរហើយពេលពងចាំហ្នឹងក៏មានកូនរបស់ម្ចាស់ហាងហ្នឹងគេឃើញក្មេងៗមកច្រើនគេមកអង្គុយលេងមកអង្គុយនិយាយគ្នាព្រួយថាគ្នានៅនឹងតែម្នាក់ឯងអត់មានគ្នាលេងដល់ពេលបានមកឃើញអញ្ចឹងទៅគេសប្បាយគេបន្ទាប់ពីសាកថ្មឡើងហើយក៏មកអង្គុយនិយាយភាសារឿងការងារអីបន្តិចបន្តួចបន្ទាប់ពីនិយាយហើយក៏បន្តដំណើរទៅខេត្តសៀមរាបហើយវីដេអូនេះក៏សូមចាប់ត្រឹមហ្នឹងសិនព្រោះដោយសារវាមានវីដេអូច្រើនពេកអញ្ចឹងសូមកាត់ត្រឹមហ្នឹងសិនចាំជួបគ្នានៅវីដេអូក្រោយនៅខេត្តសៀមរាបហ្មង